កំពុងស្ថិតនៅមុខអគារឬក្រោយអគារមួយដែលស្ថិតនៅក្នុងចំណោមអគារចាស់ជាងគេទូទាំងរាជធានីភ្នំពេញអគារនេះត្រូវបានកសាងពីដើមឆ្នាំ1890មានឈ្មោះថា Grand Hotel ជាភាសាបារាំង Grand គឺធំហើយ Hotel គឺសន្តាគារអញ្ចឹងសន្តាគារធំ Grand Hotel ពីព្រោះកាលពីសម័យនោះអាជ្ញាធរអាណានិគមចង់បានសន្តាគារមួយដ៏ប្រណីបែបអឺរ៉ុបនៅរាជធានីភ្នំពេញដូច្នេះមានឯកជនម្នាក់ដែលធ្វើសន្តាគារនេះហើយមានរេស្តូរ៉ង់ធ្វើម្ហូបបារាំងថែមទៀតឆ្នាំ1918មានជនជាតិអឺរ៉ុបម្នាក់មានប្រវត្តិថា Manolis មកទិញ Grand Hotel នេះហើយកែប្រែបាននៅខ្លះនេះជាមូលហេតុដែលខាងនោះមានរេស្តូរ៉ង់មួយដែលមានឈ្មោះថា Manolis បាទតាមពិតគឺជាឈ្មោះមិនមែនម្ចាស់ដើមទេគឺម្ចាស់តាំងពីឆ្នាំ1918ហើយឆ្នាំ1930ត្រូវបានកែទាំងស្រុងតាមពិតកន្លែងនេះពីមុនមកគឺខាងក្រោយដោយសារខាងមុខគឺខាងទន្លេហើយគេពង្រីកមករហូតដល់ផ្លូវនេះផ្លូវ13អញ្ចឹងឥឡូវនេះគឺទីនេះខាងមុខព្រោះខាងមុខខាងទន្លេត្រូវបានវាយចោលហើយសង្សង់អគារមួយដែលចាស់ប៉ុន្តែមិនមែនពីដើមនោះទេដល់វេលាឆ្នាំ1990គេបានបែងចែក Grand Hotel ជាល្វែងផ្សេងGrand Hotel Manolis ស្ថិតនៅផ្លូវលេខ13នៅកណ្ដាលក្រុងភ្នំពេញនៅចំណុះផ្លូវ98ខាងជើងនិងផ្លូវ100ខាងត្បូងអាចមើលបានដោយស្រីប៉ុន្តែមិនអាចចូលក្នុងបានទេគ្រាន់តែអាចចូលកន្លែងដែលមានរេស្តូរ៉ង់ហើយដើម្បីផឹកទឹកផឹកហើយនេះយ៉ាងនៅខណ្ឌទុនពេញសារព័ត៌មានថ្មីដាច់ចំ